សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះធ្វើម្ហូបអង់គ្លេសស្តៀងស៊ុបយើងដែរគ្រាន់ថារបៀបធ្វើវាខុសគ្នាចំពោះសាច់មាន់បើពេលខ្លះទៅខ្ញុំយកសាច់មាន់សុទ្ធក៏បានដែរហើយយកអាចឆ្អឹងនឹងក៏បានដែរដោយសារស្បែកវាខ្លាញ់ច្រើនពេកទៅខ្ញុំជាស្បែកវាចេញហើយប្រឡាក់ម្សៅស៊ុបឡមចំពោះប្រេងឆាយើងប្រើប្រេងឆាធម្មតាក៏បានដែរខ្ញុំប្រើប្រេងឆាអូលីវហើយខ្ញុំដាក់ចៀនសាច់មាន់ហ្នឹងទៅហើយខ្ញុំគ្របបន្ទាប់មកត្រឡប់វាមិនត្រូវការចៀនឲ្យឆ្អិនទេគ្រាន់តែមកប្រែពណ៌អញ្ចឹងទៅចំពោះបន្លែវិញបងប្អូនចង់បន្លែអីក៏បានដែរហើយខ្ញុំនេះមានការ៉ុតមានស្វីតអានោះគេយកទៅធ្វើអីគេស្ករសហ្នឹងឥឡូវនេះខ្ញុំស្រង់សាច់មាន់ចេញហើយដាក់ប្រេងអូលីវទៀតខ្ញុំអត់លាងខ្ទះហើយណាដាក់ខ្ទឹមសខ្ទឹមបារាំងឆាចូលគ្នាឲ្យឈ្ងុយណាឆាចុះឆាឡើងទៅដាក់បន្លែខ្ញុំដាក់ដលងប្រាំងដែរតែខ្ញុំអត់ទាន់ដាក់ទេដាក់ក្រោយគេហើយបន្ទាប់មកដាក់អំបិលដាក់ម្រេចហើយនឹងherb ស្ងួតដាក់ឲ្យវាឈ្ងុយទៅមុខម្ហូបអង់គ្លេសខ្ញុំធ្វើខ្ញុំកម្រប្រើស្ករបងប្អូនអើយពុះស្ករបន្លែវាច្រើនវាចេញពីបន្លែហើយដុំស៊ុបនោះដាក់មួយដុំពីរដុំតាមបងប្អូនចូលចិត្តចាក់ទឹកក្តៅទៅឲ្យវាអាលាយទៅហើយបន្ទាប់មកយើងដាក់សាច់មាន់ដែលយើងចៀនមិញហ្នឹងដាក់ចូលជាមួយបន្លែទៅហើយនឹងទឹកស៊ុបហ្នឹងយើងដាក់ចូលទៅរំងាស់មុខម្ហូបនេះណាបងប្អូនគឺរំងាស់ឡើងរលួយបរទេសអត់ចូលចិត្តហូបអីជ្រុបដូចយើងទេអញ្ចឹងអាជាតិមាន់អាបន្លែអីហ្នឹងវាចេញមកជាតិឆ្ងាញ់អញ្ចឹងខ្ញុំដាក់ដលងបារាំងអញ្ចឹងហើយខ្ញុំគ្របរងាស់ដូចផ្ងុំបាយអញ្ចឹងបងប្អូនរសជាតិហ្នឹងមកល្មមតែបានតែធ្វើទេខ្ញុំអត់ហូបផងនេះនៅខាប់ចេះហើយអត់មានហូបជាមួយបាយមួយអីទេគឺគេហូបតែប៉ុណ្្នឹងទេបន្លែនេះរៀងស្ទើរផងដោយសារនៅក្នុងទូវាមានតែប៉ុណ្្នឹងដាក់អស់ទៅមិនគាត់ហូបតែប៉ុណ្្នឹងទេណាមកហូបនឹងមួយឆ្នាំគាត់ពីរនាក់នឹងហូបអស់បងប្អូនពីរនាក់នឹងហូបច្រើនណានិយាយមែនខ្ញុំឥឡូវមិនសូវធ្វើម្ហូបខ្មែរទេធ្វើម្ហូបអង់គ្លេសទៅវាលឿនហូបខ្មែរយើងពេលខ្លះគ្រឿងនេះគ្រឿងនោះហើយខ្ញុំតាបាយឆ្អែតថ្ងៃត្រង់ហើយគឺល្ងាចឡើងខ្ញុំធ្វើម្ហូបអង់គ្លេសហើយអញ្ចឹងក្នុងវីដេអូនេះមានប៉ុណ្្នឹងទេបងប្អូនបើចង់សាកក៏សាកទៅបើមិនសាកគឺមិនដឹងទេសូមជម្រាបលា